សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅពេលនេះគឺយប់ថ្ងៃប្រហ័សទី26ខែមីនាឆ្នាំ2026បាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាក៏ប៉ុន្តែមានរឿងច្រើនដែលពាក់ព័ន្ធជាមួយនឹងកម្ពុជាព័ត៌មានទី1នេះគឺលោកប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិកបានប្រកាសថាការវាយប្រហារទៅលើធម្មពលទីតាំងធម្មពលរបស់ប្រទេសអ៊ីរ៉ង់គឺនៅទៅផ្អាក10ថ្ងៃថែមទៀតគឺតាមការស្នើសុំរបស់អ៊ីរ៉ង់នេះបើតាមលោកប្រធានាធិបតីបញ្ជាក់ថាដើម្បីទុកពេលឲ្យមានការចរចាពីព្រោះឲ្យមានការវិវត្តគួរឲ្យជាទីចាប់អារម្មណ៍ហើយព័ត៌មានទី2នេះគឺខ្មែរម្នាក់ដែលមកនៅសហរដ្ឋអាមេរិកយូរហើយទៅបានគេនិរទេសទៅប្រទេសអេស្វ៉ាទីនីដែលពីដើមគេថាប្រទេសស្វាហ្ស៊ីឡង់ឥឡូវហ្នឹងគឺបានបញ្ចប់ការឃុំឃាំងហ្នឹងនៅថ្ងៃពុធម្សិលមិញហើយតាមសេចក្តីរាយការណ៍ថាទៅបាននិរទេសឲ្យវិលត្រឡប់ទៅប្រទេសកម្ពុជាវិញចេញពីប្រទេសអេស្វ៉ាទីនីមិនឲ្យចូលសហរដ្ឋអាមេរិកវិញទេពីព្រោះគាត់មិនមែនជាសញ្ជាតិអាមេរិកាំងហើយគាត់បានប្រព្រឹត្តខុសជាប់គុកនៅអាមេរិកនេះ15ឆ្នាំជាប់ហើយបញ្ជូនទៅអេស្វ៉ាទីនីទុកនៅទីនោះហើយព័ត៌មានទី3នេះគឺជាការប្រកាសតបរបស់ខាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរបស់កម្ពុជាតបទៅនឹងព័ត៌មានដែលថាខាងសភាថៃគណៈកម្មការសភាថៃនឹងឲ្យអនុសារណៈថាឲ្យយោបល់ថាត្រូវលុបចោល MOU ឆ្នាំ2000 MOU ឆ្នាំ2000លុបចោលនេះបានជារឿងសំខាន់ពីព្រោះវាពាក់ព័ន្ធជាមួយនឹងព្រំដែនគូឥឡូវនេះខាងកម្ពុជាគឺមានប្រតិកម្មតបវិញថាមិនចេះធ្វើមិនអាចធ្វើបានតែឯងចឹងទេគឺវាមានតម្លៃជាច្បាប់ជាសន្ធិសញ្ញាកម្រិតអន្តរជាតិដែលភាគីទាំងពីរត្រូវមានការព្រមព្រៀងគ្នាមិនអាចធ្វើឯកតោភាគីចឹងបានទេហើយទន្ទឹមគ្នានោះដែរគឺខាងកម្ពុជាក៏បានក្រសួងការបរទេសរបស់កម្ពុជាក៏បានចេញលិខិតមួយក៏អបអរសាទរថៃដែលនៅក្រមការងារព័ត៌មានរបស់ថៃហ្នឹងថាគឺគាត់នៅតែគោរពនិងប្រើយន្តការច្បាប់ក្នុងការដោះស្រាយជាមួយនឹងបញ្ហាព្រំដែនជាមួយនឹងកម្ពុជាដែលកម្ពុជាថានេះជាជំហរដែលកម្ពុជាមានជាយូរមកហើយនៅខាងភាគីថៃវិញគឺមានការចោទប្រកាន់ថាកម្ពុជាបន្តធ្វើសកម្មភាពដែលបង្កហេតុជាច្រើនដែលអាចនឹងឈានទៅដល់ការប៉ះទង្គិចគ្នាបាទដូច្នេះបញ្ហាទៅលើបញ្ហាព្រំដែននេះគឺបាទកើតឡើងហាក់ដូចជាក្តៅថែមទាំងថៃបាននាំអ្នកសារព័ត៌មានទៅបង្ហាញទីតាំងមួយចំនួនដែលថាកម្ពុជារំលោភចូលទៅក្នុងទឹកដីរបស់ថៃហើយព័ត៌មានទី4នេះគឺស្មានតែចប់ហើយស្រាប់តែសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃនេះឲ្យដឹងថាអង់គ្លេសដាក់ទណ្ឌកម្មក្រុមហ៊ុនឆបោកអនឡាញមួយនៅកម្ពុជាទៀតហើយនឹងគេហទំព័រលក់លុយគេ crypto បាទ Bitcoin ដែលថាមានមូលដ្ឋាននៅកម្ពុជាហើយអង់គ្លេសក៏ថាធ្វើនេះគឺដើម្បីការពារពលរដ្ឋអង់គ្លេសដោយសារតែមជ្ឈមណ្ឌលនោះគឺមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាបាទនេះគឺជាការមួយវិវត្តថ្មីមួយទៀតខាងកម្ពុជានៅមិនទាន់មានប្រតិកម្មអ្វីនៅឡើយទេពីព្រោះរឿងនេះទើបតែចេញនៅមុននេះប្រហែលជា2ម៉ោងមុននេះតែប៉ុណ្ណោះបាទចឹងនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងព័ត៌មានទី1នេះបាទសូមជូនពីខាងសហរដ្ឋអាមេរិកវិញម្ដងមានរឿងច្រើននៅក្នុងហ្នឹងបាទមានមុំច្រើនដូច្នេះខ្ញុំសូមដកសងមកជម្រាបជូនប្រិយមិត្តខ្លីៗគឺនៅថ្ងៃប្រហ័សនេះបាទគឺលោកប្រធានាធិបតី Donald Trump របស់សហរដ្ឋអាមេរិកបានមានប្រសាសន៍ថាលោកបន្តការផ្អាកការវាយប្រហារទៅលើរោងចក្រថាមពលអ៊ីរ៉ង់រយៈពេល10ថ្ងៃទៀតគឺពន្យារហូតដល់ថ្ងៃទី6ខែមេសាតាមការស្នើសុំរបស់រដ្ឋាភិបាលសាធារណរដ្ឋអ៊ីស្លាមគឺបានន័យថាការស្នើសុំរបស់អ៊ីរ៉ង់សកម្មភាពរបស់លោកត្រាំដែលជៀសវាងការកើនឡើងនៃសង្គ្រាមជាមួយនឹងអ៊ីរ៉ង់បន្ថែមទៀតនោះគឺនៅពេលដែលសហរដ្ឋអាមេរិកបានបង្ហាញសញ្ញាថាខ្លួនចង់បានការបញ្ចប់ចំនួនដោយការចរចានិងខណៈពេលដែលច្រកសមុទ្រ Hormuz ដ៏សំខាន់សម្រាប់ការធ្វើចរាចរណ៍ពាណិជ្ជកម្មនោះនៅតែបិទស្ទើរទាំងស្រុងចំពោះការដឹកជញ្ជូនប្រេងឆ្លងកាត់
ការប្រកាសរបស់លោកប្រធានាធិបតីបានកើតឡើងខណៈដែលសន្ទុះទីផ្សារភាគហ៊ុនសំខាន់របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះនិងតម្លៃប្រេងកើនឡើងលោកត្រាំបានសរសេរនៅក្នុងសារមួយនៅលើបណ្ដាញសង្គម Truth Social របស់លោកថាការចរចាកំពុងដំណើរការហើយទោះបីជាមានសេចក្តីថ្លែងការណ៍ខុសឆ្គងផ្ទុយពីនេះដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានคล้ายៗលោកថា fake news និងអ្នកផ្សេងទៀតក៏ដោយក៏ការចរចាកំពុងដំណើរការទៅយ៉ាងល្អលោកថាសូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នាចំពោះបញ្ហានេះការផ្អាករយៈពេល5ថ្ងៃកាលពីលើកមុនលើការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រថាមពលនិងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់គឺត្រូវបញ្ចប់នៅថ្ងៃសុក្រនេះហើយបាទពីដំបូង48ម៉ោងក្រោយមកពន្យាពេល5ថ្ងៃឥឡូវពន្យាពេល10ថ្ងៃទៀតហើយបាទនេះជាសញ្ញាបង្ហាញថាសហរដ្ឋអាមេរិកគឺចង់បញ្ចប់សង្គ្រាមនេះដោយការចរចាលោកត្រាំបាននិយាយកាលពីថ្ងៃប្រហ័សនៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ Fox News ថាអ៊ីរ៉ង់បានសួរមកលោកបានសុំមកលោកបាទអំពីការពន្យាពេលចុងក្រោយនេះប៉ុន្តែគឺសុំមួយសប្តាហ៍ទេប៉ុន្តែលោកបានសម្រេចចិត្តថាពន្យាឲ្យរហូតដល់10ថ្ងៃតែម្ដងបាទពីព្រោះអីពីព្រោះអ៊ីរ៉ង់បានបើកឲ្យកប៉ាល់ដឹកប្រេងឆ្លងកាត់ដែលជាការមួយបន្ធូរបន្ថយការខ្វះខាតថាមពលនៅលើពិភពលោកជាពិសេសនៅតំបន់អាស៊ីការថ្លែងរបស់លោកប្រធានាធិបតីសម្ដៅទៅលើការអះអាងពីមុនថាអ៊ីរ៉ង់បានអនុញ្ញាតឲ្យនាវាដឹកប្រេងចំនួន10គ្រឿងឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងសប្តាហ៍នេះដែលជាអំណោយមួយដល់សហរដ្ឋអាមេរិកសន្ទុះទីផ្សារភាគហ៊ុនស្តង់ដា S&P 500បានធ្លាក់ចុះចំនួន1កណ្ដកសញ្ញា 74% នៅថ្ងៃប្រហ័សនេះដែលជាការធ្លាក់ចុះប្រចាំថ្ងៃដ៏ធំបំផុតចាប់តាំងពីដើមឆ្នាំ2026មកខណៈពេលដែលតម្លៃប្រេងបានកើនឡើងក្រុមហ៊ុនប្រេង Brent បានកើនឡើង5កណ្ដកសញ្ញា 6% ដោយបញ្ចប់ក្នុងតម្លៃ$108ក្នុង1បារ៉ែលបាទឡើងលើស$100ទៀតហើយប៉ុន្តែទីក្រុងតេហឺរ៉ង់បានបដិសេធថាខ្លួនមិនបានកំពុងចរចាដោយផ្ទាល់ជាមួយនឹងសហរដ្ឋអាមេរិកនោះទេប៉ុន្តែពិតជាមានការចរចាគ្រាន់តែឆ្លងតាមរយៈអន្តរការីបាទរីឯព័ត៌មានទី2វិញគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បាទ2នៅក្នុង1បាទគឺបានព័ត៌មានទី1ដដែលទេប៉ុន្តែចំណុចទី2គឺមន្ទីរបញ្ចកោណឥឡូវនេះបានបញ្ជាក់ថាខ្លួនកំពុងពិចារណាថាតើត្រូវបង្វែរអាវុធដែលមានបំណងសម្រាប់បញ្ជូនទៅឲ្យអ៊ុយក្រែននឹងទៅតំបន់មជ្ឈិមបូព៌ាឬអត់កំពុងតែពិចារណាទេណាខណៈដែលសង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឲ្យក្របរំសេវសំខាន់បំផុតមួយចំនួនរបស់អាមេរិកបានបាទធ្លាក់ចុះច្រើនអស់ចំណាយអស់ច្រើននេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ទោះបីជាការសម្រេចចុងក្រោយនៅក្នុងការបង្វែរអាវុធទាំងនេះមិនត្រូវបានសម្រេចធ្វើឡើងក៏ដោយក៏ការផ្លាស់ប្ដូរនេះបង្ហាញពីការសម្របសម្រួលកាន់តែខ្លាំងឡើងដែលត្រូវការដើម្បីរក្សាសង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ដែលជាកន្លែងដែលបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានវាយប្រហារទៅលើគោលដៅជាង 10000 គោលដៅនៅក្នុងរយៈពេលមិនដល់4សប្តាហ៍នៃការប្រយុទ្ធនេះបាទអញ្ចឹងគឺមានការប្រយុទ្ធច្រើនហើយតាមការប្រកាសរបស់លោកតាមលើកមុនគឺនៅពេលប្រហែលជា4ឬ5សប្តាហ៍ទៀតឯណោះនឹងគម្រោងសហរដ្ឋអាមេរិកនៅបន្តប្រយុទ្ធហើយព័ត៌មានទី1ចំណុចទី3បាទរឿងទី3នៅក្នុងព័ត៌មានទី1នេះដែរគឺរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលបានថ្លែងនៅថ្ងៃប្រហ័សនេះដែរថាយោធាអ៊ីស្រាអែលបានសម្លាប់មេបញ្ជាការកងទ័ពជើងទឹកកំពូលរបស់អ៊ីរ៉ង់គឺលោកអាលីរេហ្សាតាំងស៊េរីនៅក្នុងការវាយប្រហារតាមអាកាសមួយកាលពីពេលយប់មិញបាទនេះជាការខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់ការជំរុញរបស់សហរដ្ឋអាមេរិកក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញសម្រាប់ចរាចរណ៍ផ្លូវទឹកលោកអ៊ីសាអែលខាតដែលជារដ្ឋមន្ត្រីនោះបានមានប្រសាសន៍ថាមេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តអ៊ីស្លាមត្រូវបានកំណត់គោលដៅសម្រាប់ការវាយប្រហាររួមជាមួយនឹងមេបញ្ជាការកងទ័ពជើងទឹកជាន់ខ្ពស់ផ្សេងទៀតដោយសារតែពួកគេប្រើប្រាស់កម្លាំងយោធាដើម្បីបិទច្រកផ្លូវទឹកដ៏សំខាន់នេះបាទនេះគឺជាព័ត៌មានទី1ដែលមានមុំជាច្រើនគឺតកតងជាមួយនឹងសង្គ្រាមនៅក្នុងមជ្ឈមបូព៌ាទាំងអស់
រីឯព័ត៌មានទី2នេះបាទព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters គឺបានបង្ហាញឲ្យដឹងថាខ្មែរម្នាក់ដែលគាត់នៅសហរដ្ឋអាមេរិកនេះបានប្រព្រឹត្តខុសហើយសហរដ្ឋអាមេរិកបញ្ជូនចេញឲ្យទៅប្រទេសអេស្វ៉ាទីនីដែលថាពីមុនហៅស្វាស៊ីឡែនឥឡូវនេះត្រូវបានដោះលែងចេញពីប្រទេសស្វាស៊ីឡែនហើយបាននិរទេសទៅប្រទេសកម្ពុជាវិញហើយបាទដោយសារតែគាត់បានប្រព្រឹត្តខុសក្នុងពេលកន្លងមកគឺថាមានការប៉ុនប៉ងធ្វើឃាតមនុស្សបាទឥឡូវនេះខ្ញុំបានថតសេចក្តីរាយការណ៍នេះសូមប្រិយមិត្តស្ដាប់សេចក្តីរាយការណ៍នេះដូចតទៅជនជាតិខ្មែរម្នាក់ដែលរដ្ឋបាលលោកត្រាំបាននិរទេសខ្លួនទៅកាន់ប្រទេសអេស្វ៉ាទីនីបន្ទាប់ពីគាត់បានបញ្ចប់ការជាប់ពន្ធនាគាររយៈពេល10ឆ្នាំពីបទប៉ុនប៉ងធ្វើឃាតកម្មនោះត្រូវបានដោះលែងហើយគាត់ជាជនទី2ក្នុងចំណោមជនជាប់ចោទយ៉ាងហោចណាស់ចំនួន19នាក់ដែលត្រូវបាននិរទេសទៅកាន់ប្រទេសនេះហើយទទួលបានការដោះលែងអាជ្ញាធរអេស្វ៉ាទីនីបានដោះលែងលោកព្រាបរំពីពន្ធនាគារកាលពីថ្ងៃពុធហើយនៅថ្ងៃប្រហ័សគាត់ត្រូវបាននិរទេសខ្លួនទៅកាន់ប្រទេសកម្ពុជាវិញនេះបើយោងតាមមេធាវីរបស់គាត់លោកទីនងវៀនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកនាំពាក្យរបស់សេវាអប់រំកែប្រែរបស់ប្រទេសអេស្វ៉ាទីនីមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេប៉ុន្តែប្រភពផ្នែកច្បាប់2នៅក្នុងប្រទេសនេះដែលបដិសេធមិនបញ្ចេញឈ្មោះព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយនឹងអ្នកសារព័ត៌មានបានបញ្ជាក់ថាពិតជាមានការដោះលែងនោះមែនកាលពីដើមខែមីនានេះអាជ្ញាធរអេស្វ៉ាទីនីបាននិយាយថាខ្លួនបានទទួលជនជាប់ចោទចំនួន4នាក់ទៀតនៃប្រទេសទី3ពីសហរដ្ឋអាមេរិកស្របតាមកិច្ចព្រមព្រៀងតម្លៃប្រហែល$5 លានរវាងប្រទេសទាំងពីរអ្នកផ្សេងទៀតតែម្នាក់គត់ដែលបានដោះលែងគឺបរិសុទ្ធជនជាតិហ្សាម៉ាអ៊ីកម្នាក់ដែលត្រូវបាននិរទេសខ្លួននៅក្នុងខែកញ្ញាអេស្វ៉ាទីនីគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកជាច្រើនដែលបានចុះកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកដើម្បីទទួលយកជនអន្តោប្រវេសន៍ពីប្រទេសទី3ដែលជាផ្នែកមួយនៃការបង្ក្រាបរបស់រដ្ឋបាលលោកត្រាំលើជនអន្តោប្រវេសន៍ខុសច្បាប់ក្រមសិទ្ធិមនុស្សបានថ្កោលទោសយ៉ាងខ្លាំងចំពោះគោលនយោបាយនៃការនិរទេសជនអន្តោប្រវេសន៍ទៅកាន់ប្រទេសទី3ជាកន្លែងដែលអ្នកខ្លះត្រូវបានជាប់ពន្ធនាគារដោយគ្មានការចាប់ប្រកាន់និងអ្នកផ្សេងទៀតត្រូវបានបញ្ជូនត្រឡប់ទៅរដ្ឋដែលពួកគេបានគេចខ្លួនដោយបង្ខំដោយសារការភ័យខ្លាចពីការធ្វើទុកបុកម្នេញក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបាននិយាយកាលពីខែមិថុនាថាជនអន្តោប្រវេសន៍ដែលត្រូវបានបញ្ជូនទៅប្រទេសអេស្វ៉ាទីនីគឺព្រៃផ្សៃខ្លាំងណាស់ដែលប្រទេសរបស់ពួកគេមិនទទួលយកពួកគេត្រឡប់ទៅវិញទេប៉ុន្តែអេស្វ៉ាទីនីបាននិយាយថាវាមិនមែនជាការពិតទេដែលប្រទេសមួយចំនួនបានបដិសេធពលរដ្ឋរបស់ពួកគេហើយថាខ្លួនមានគោលបំណងធ្វើមាតុភូមិនិវត្តន៍ពួកគេទាំងអស់សូមអរគុណបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាបាទនេះគឺជាសេចក្តីរាយការណ៍មួយដែលបានបញ្ជាក់ឲ្យដឹងពីជោគវាសនារបស់ខ្មែរម្នាក់ដែលត្រូវបានបញ្ជូនចេញទៅប្រទេសអេស្វ៉ាទីនីបាទអញ្ចឹងបានដូចដែលខ្ញុំបាននិយាយហើយនិយាយទៀតណាបាទបើមកនៅសហរដ្ឋអាមេរិកនេះមុនពេលចូលសញ្ជាតិកុំឲ្យមានកំហុសខុសឆ្គងអ្វីទៅសោះបាទកុំឲ្យមានកំហុសខុសឆ្គងអ្វីបើកាលណាខុសឆ្គងអីហ្នឹងគឺมันអាចចូលសញ្ជាតិអីបានបាទគឺនៅតែជាជនបរទេសដដែលអញ្ចឹងគឺមានកំហុសអ្វីអត់មានអ្វីការពារទេគាត់ជាប់ពន្ធនាគារផុតហើយណាផុតហើយទៅនិរទេសចេញបាទហើយបើសិនជាអ្នកខ្លះធ្លាប់បានប្រព្រឹត្តកំហុសខុសឆ្គងចឹងដែរប៉ុន្តែពេលដែលគាត់ចេញមកវិញគាត់ឆ្លាតនឹងយ៉ាងម៉េចគឺគាត់ទទួលបានការអប់រំត្រឹមត្រូវគាត់ទៅធ្វើការងារសហគមន៍បាទការងារសហគមន៍ជួយនោះច្រើនយ៉ាងទៅស្គាល់គេទៅអង្គការគេយករឿងហ្នឹងមកជួយការពារគាត់ទៅអាចនៅបានខ្ញុំជួបដោយផ្ទាល់ចំនួន2នាក់ហើយមានច្រើនករណីដែរប៉ុន្តែខ្ញុំជួបដោយផ្ទាល់ហ្នឹងគឺ2នាក់ហើយមានប្អូនមួយនោះនៅកាលីហ្វ័រញ៉ាគាត់មានកំហុសតាំងពីក្មេងពាក់ព័ន្ធមួយក្រុមហ្គេងក្រុមអីហ្នឹងទៅបាទហើយគាត់បានចូលទៅពន្ធនាគារហ្នឹងគាត់បានធ្វើការសិក្សានៅហ្នឹងបាទប្អូននោះឆ្លាតខ្ញុំសរសើរមែនស័ក្តិសមជាធនធានដែលសហរដ្ឋអាមេរិកគួរទុកមែនគាត់ទៅនោះគាត់សិក្សាពីគាត់ថាច្បាប់គាត់ថាខ្ញុំសម្ភាសគាត់ថាច្បាប់ពីរដែលនៅអាមេរិកពិបាកគឺច្បាប់ហិរញ្ញវត្ថុបាទច្បាប់ finance ហើយនឹងច្បាប់ criminal គាត់ថាពិបាកណាស់ហើយគាត់រៀននៅក្នុងគុកហ្នឹងហ្មងបាទរៀនដើម្បីការពារខ្លួនគាត់ដល់ចេញមកគាត់ការពារខ្លួនគាត់ដោយខ្លួនឯងគាត់អត់
អត់មានមេធាវីអីទេបើគាត់ការពារគាត់ថានិយាយមិនអស់ពីអ្វីដែលរឿងគាត់និយាយការពារខ្លួនគាត់ដោយខ្លួនឯងហើយគាត់ធ្វើការងារសហគមន៍ជួយអ្នកផ្សេងដែលជួបបញ្ហាដូចគាត់ហ្នឹងចុងក្រោយ Governor pardon គាត់បានចូលបានពេលដែលខ្ញុំសម្ភាសគាត់ហ្នឹងគឺគាត់បាននៅក្នុង process តាម green card តែពេលហ្នឹងគឺទៅ pardon គាត់គាត់បាទព្រោះគាត់មកអាមេរិកតាំងពីក្មេងជីវិតគាត់នឹងជួបរឿងកំសត់ណាស់បាទចាំមិនថាចាំមិនដូចខ្ញុំនិយាយហើយនិយាយទៀតគឺនៅអាមេរិកហ្នឹងគឺមានបញ្ហាច្រើនអ្នកមកហ្នឹងពេលខ្លះយើងឃើញប្រតិកម្មរបស់គាត់ហិង្សាតាមបណ្ដាញសង្គមអីគួរយកយល់គាត់ច្រើនបាទគាត់ជួបរឿងអ្វីច្រើនដែលយើងមិនអាចយល់បានបាទហើយម្នាក់ទៀតនោះគឺបាទពីក្មេងគាត់ខ្ញុំសម្ភាសគាត់បាន2 3 ដងដែរម្នាក់នោះបាទខ្ញុំមិនបញ្ចេញជាមួយណាគាត់មានពាក់ព័ន្ធជាមួយនឹងករណីធ្ងន់ធ្ងរមែនតើបាទធ្ងន់ធ្ងរមែនតើតាំងពីគាត់នៅក្មេងបាទប៉ុន្តែគាត់ចេញមកគាត់ឆ្លាតគាត់នៅហ្វីឡាប៉ុន្តែគាត់ចេញមកគាត់ធ្វើការងារសហគមន៍គាត់ធ្វើ campaign ធ្វើចោះចុះឡើងស្រាប់តែចុងក្រោយនេះបាទចុងក្រោយហ្នឹងគាត់មក California នេះគេទទួលបាន pardon ដែរគាត់ថាគាត់ទេលពូនមកខ្ញុំភ្លាមគាត់ថាបងអរគុណបងក្នុងចំណោមមនុស្សដែលខ្ញុំទេប្រាប់មុនគេគឺបងមុនគេពីព្រោះពេលហ្នឹងខ្ញុំបានសម្ភាសគាត់សម្ភាសអីច្រើនគាត់អរគុណខ្ញុំគាត់ថាបងបានជួយខ្ញុំច្រើនប៉ះពីព្រោះ VOA យើងសម្ភាសយើងមានជាភាសាអង់គ្លេសទេគាត់យកអា clip ហ្នឹងយកអីទៅយើងធ្វើ feature រឿងគាត់ធ្វើសកម្មភាពជួយសង្គមជួយនោះបើគាត់យកហ្នឹងទៅគឺ Governor pardon គាត់បាននៅហើយគាត់មានកូនមួយគាត់មានកូនគាត់អរគុណខ្ញុំដែរហើយនឹងមនុស្សច្រើនមិនតែខ្ញុំទេបាទចាំថាពេលខ្លះយើងទៅមានការយោគយល់សន្តោសន័យ give someone a second chance ឲ្យគាត់ឱកាសទី2អញ្ចឹងបាទអញ្ចឹងដូច្នេះដូចខ្ញុំនិយាយខ្ញុំជួបរឿងច្រើនអញ្ចឹងខ្ញុំជួបអ្នកដែលមានធ្វើកិច្ចការនឹងច្រើនបានជាខ្ញុំនិយាយទៀតអំពីសារនៃការយោគយល់គ្នាកុំប្រើសារហិង្សាតាមបណ្ដាញសង្គមនោះគឺអត់ចំណេញទេបាទហើយយោគយល់អ្នកណាដែលខ្លះគាត់មិនដឹងជាក្នុងគ្រួសារពីក្មេងយ៉ាងម៉េចពេលបច្ចុប្បន្ននឹងយ៉ាងម៉េចបានជាពេលខ្លះសម្ដីសម្ដៅតាមបណ្ដាញសង្គមមកគាត់ចេញមកហើយយើងមិនគួរស្ដាប់បាទមិនដឹងរកខឹងមិនកើតពេលខ្លះអ្នកខ្លះនិយាយយើងរកខឹងមិនកើតមកបាទអញ្ចឹងនេះជាព័ត៌មានទី2ណាបាទនឹងចូលរួមចំណែកមតិបន្តិចចោះបាទស្ដាយត្រង់ណាពេលដែលទៅ VA មានបាននិយាយអញ្ចឹងបាទឥឡូវអស់ពីសាយចូលដល់រឿងមិនសប្បាយចិត្តបន្តិចបាទនេះគឺជាសេចក្តីប្រកាសបដិសេធរបស់ខាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរបស់កម្ពុជាឥឡូវនេះបញ្ហារឿងព្រំដែនជាមួយនឹងថៃហ្នឹងគឺថៃគាត់បង្កើនកម្ដៅខ្លាំងច្រើនណាស់បាទកម្ដៅខ្លាំងច្រើនអញ្ចឹងឥឡូវនេះខ្ញុំសូមដកសងមួយដើម្បីជម្រាបជូនប្រិយមិត្តទាំងអស់គ្នាឥឡូវនេះចេញពីភាគីកម្ពុជាមុនហើយសេចក្តីប្រកាសនេះគឺសូមប្រិយមិត្តទៅមើលនៅ page ខ្ញុំផ្ទាល់ក៏បាននៅខាងបរដ្ឋាភិបាលក៏បានហើយខ្ញុំមិនដកសងទាំងសងទេគឺប្រិមិត្តអាចទៅមើលជាភាសាខ្មែរបានក៏ប៉ុន្តែខ្លឹមសារដែលខ្ញុំយកមកជម្រាបនេះគឺដឹងថាប្រទេសកម្ពុជាគាត់បានបដិសេធអំពីចេតនារបស់ថៃក្នុងការលុបចោលអនុសារណៈស្ដីពីការយោគយល់ដែលហៅថា MOU ឆ្នាំ2000គឺ MOU ឆ្នាំ2000នឹងស្ដីអំពីការវាស់វែងព្រំដែនគោករវាងកម្ពុជានិងថៃដោយកម្ពុជាចាត់ទុកថាជាទង្វើបែបនេះមិនត្រឹមត្រូវទេវាជាការរំលោភច្បាប់អន្តរជាតិនិងគោលការណ៍ខ្សែព្រំដែនមិនកែប្រែប៉ុណ្ណោះទេបាទគឺមិនត្រឹមតែប៉ុណ្្នឹងទេថែមទាំងជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធីនិងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាពសន្តិភាពនិងការអភិវឌ្ឍបានឡើយនេះគឺជាខ្លឹមសារសំខាន់នៃសេចក្តីថ្លែងការណ៍ហើយនៅក្នុងសេចក្តីប្រកាសព័ត៌មានបដិសេធរបស់រដ្ឋលេខាធិការកិច្ចការព្រំដែនដែលចេញនៅថ្ងៃប្រហ័សទី26ខែមីនាបានបញ្ជាក់ថាការនេះដោយសារតែ MOU នឹងគឺត្រូវបានតម្កល់នៅអង្គការសហប្រជាជាតិដែលមានតម្លៃស្មើនឹងសន្ធិសញ្ញាឬកិច្ចព្រមព្រៀងទ្វេភាគីដែលមានកាតព្វកិច្ចក្រមច្បាប់អន្តរជាតិដូច្នេះហេតុផលនិងច្បាប់ឬនីតិវិធីផ្ទៃក្នុងរបស់ថៃមិនអាចយកជាលេសជាហេតុផលដើម្បីលុបចោលបានទេបាទត្រូវតែអនុវត្តបាទប្រតិកម្មនេះកើតមានឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍នានានៅក្នុងបណ្ដាញព័ត៌មានថៃថាលោក Noppadon Inna សមាជិកព្រឹទ្ធសភានិងជាប្រធានគណៈកម្មាធិការពិសេសរបស់ព្រឹទ្ធសភាថៃឬក៏ហៅថាគណៈកម្មាធិការចម្ពោះកិច្ចដែលសិក្សាអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការលុបចោលអនុសារណៈស្តីពីការយោគយល់ឆ្នាំ2000និង2001បានបង្ហាញពីការរកឃើញរបស់គណៈកម្មាធិការនេះដោយនិយាយថាគណៈកម្មការបានឯកភាពគ្នាជាឯកច្ឆន្ទថាអនុសារណៈយោគយល់ឆ្នាំ2000
ដែលនៅភាសាថៃហៅថា MOU 43ភាសាយកតាមឆ្នាំរបស់ថៃឆ្នាំពុទ្ធសករាជនោះគួរតែត្រូវបានលុបចោលបន្ទាប់ពីការសម្រេចចិត្តលុបចោលអនុសារណៈយោគយល់ឆ្នាំ2001 MOU 44ហ្នឹងកាលពីខែធ្នូឆ្នាំ2025តែ MOU កាលនោះគឺរឿងព្រំដែនទឹកបាទលោកណាផាដនបានមានប្រសាសន៍ថាកិច្ចប្រជុំជាង20លើកនឹងដំណើរទស្សនកិច្ចទៅកាន់ខេត្តទៅតាមព្រំដែនថៃកម្ពុជាចំនួន7លើកនឹងការណែនាំស៊ីជម្រៅពីភ្នាក់ងារសន្តិសុខនិងក្រសួងការបរទេសគណៈកម្មការបានរកឃើញថាកម្ពុជាបានរំលោភលើទឹកដីថៃជាតបហើយមិនអើពើនឹងការជំទាស់របស់ប្រទេសថៃនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation របស់ថៃបាទ The Nation បានបន្តទៀតថាលោកណាផាដនបាននិយាយថាគណៈកម្មាធិការបានស្នើឲ្យលុបចោលអនុសារណៈយោគយល់គ្នាលេខ43នេះដោយឈរលើហេតុផលចំនួន6ចឹងនេះគឺជាហេតុផលដែលថៃប្រើអញ្ចឹងខ្ញុំជម្រាបជូនប្រិយមិត្តទាំងអស់គ្នាឲ្យពិចារណាទាំងអស់គ្នាហេតុផលទី1គាត់ថាបទបញ្ញត្តិនៃអនុសារណៈស្តីពីការយោគយល់គ្នាមានចំណុចខ្វះខាតជាពិសេសការទទួលយកផែនទីຂະຫນາດ1លើ200,000របស់កម្ពុជាដែលផ្ទុយនឹងຂະຫນາດ1លើ50,000របស់ថៃហើយបានបង្កើតបញ្ហាក្នុងការកំណត់ព្រំដែនអញ្ចឹងថៃគាត់ថាផ្ទុយជាមួយនឹងផែនទីឯកតោភាគីរបស់គាត់បាទលើសពីនេះគាត់ថាគណៈកម្មាធិការព្រំដែនរួមហៅថា JBC ខ្វះសិទ្ធិអំណាចក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងការឈ្លានពានបាទគាត់ឈ្លានពានយើងហើយគាត់ថាយើងខ្វះអំណាចបាទចំណុចមួយទៀតបាទចំណុចទី1ណាបាទចំណុចទី2គាត់ថាអនុសារណៈយោគយល់គ្នាលេខ43ឬក៏ឆ្នាំ2000ហ្នឹងគឺមានបញ្ហារដ្ឋធម្មនុញ្ញពីព្រោះគណៈរដ្ឋមន្ត្រីមុនគ្រាន់តែទទួលស្គាល់ថាទទួលស្គាល់អនុសារណៈហ្នឹងគឺមិនបានអនុម័តជាផ្លូវការទេហើយវាមិនត្រូវបានពិនិត្យដោយសភាទេទោះបីជាការពិតដែលថាកិច្ចព្រមព្រៀងនេះប៉ះពាល់ដល់ការផ្លាស់ប្ដូរទឹកដីថៃរបស់ក៏ដោយបាទអញ្ចឹងគាត់ថាសភាក៏អត់បានមើលទេបាទនឹងរឿងផ្ទៃក្នុងរបស់គាត់ណាហើយគាត់ចំណុចទី3គាត់យោងទៅលើរដ្ឋធម្មនុញ្ញរបស់កម្ពុជាវិញម្ដងគាត់ថារដ្ឋធម្មនុញ្ញឆ្នាំ1993របស់កម្ពុជាតម្រូវឲ្យប្រើប្រាស់ផែនទីຂະຫນາດ1លើ100,000ជាលទ្ធផលគឺផែនទីដែលផលិតក្រមអនុសារណៈយោគយល់គ្នាលេខ43នេះគឺមិនអាចទទួលស្គាល់ដោយកម្ពុជាទេដែលធ្វើឲ្យការចរចាគ្មានប្រយោជន៍ហេតុផលរបស់គាត់ទី3ណាបាទហេតុផលទី4របស់គាត់គឺគាត់ថាមានការពន្យាពេលនៃការអនុវត្ត MOU នេះបាទទោះបីជាជិត26ឆ្នាំទៅហើយគឺមានបានដីនឹងគឺតែ 60% ទេនៃដំណាក់កាលដំបូងទៅបានបញ្ចប់បាទគាត់ថាគឺមិនសូវដំណើរការទៅមុខបានល្អហើយទី5គឺគាត់ថាអ្នកទី5នៅប្រិមិត្តស្ដាប់កន្លែងនឹងឲ្យច្បាស់មែនតើណាហេតុផលទី5ដែលថៃលើកឡើងហើយប្រិមិត្តពិចារណាហើយចាំទុកណាគាត់ថាស្ថានភាពព្រំដែនបានផ្លាស់ប្ដូរទាំងស្រុងបន្ទាប់ពីការប៉ះទង្គិចគ្នាធំ2លើកក្នុងឆ្នាំ2025ដែលបង្ខំឲ្យថៃពឹងផ្អែកលើសេចក្តីថ្លែងការណ៍រួមរបស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលក្រោមសេចក្តីថ្លែងការណ៍នេះកងទ័ពត្រូវរក្សាទីតាំងបច្ចុប្បន្នរបស់ពួកគេនឹងគាត់ដើរខ្សែលើកន្លែងហ្នឹងមួយបាទពីព្រោះការនៅកន្លែងណាហ្នឹងគឺគ្រាន់តែនៅប៉ុណ្្នឹងសិនគឺដើម្បីងាកមក JBC ដើម្បីពិភាក្សាគ្នាស្រាប់តែគាត់លុបអាហ្នឹងគាត់យកអានេះធ្វើជាឯកសារគតិយុត្តវិញបាទបានន័យថាគាត់ចង់ផ្លាស់ប្ដូរផែនទីនេះដោយប្រើកម្លាំងបាទនេះជាហេតុផលរបស់គាត់ដែលកម្ពុជាតវ៉ាគឺมันអាចនឹងមានការកែប្រែខ្សែបន្ទាត់ព្រំដែនតាមរយៈកម្លាំងទេនៅក្នុងសេចក្តីថ្លែងការណ៍នោះកម្ពុជាបាននិយាយណាចឹងប្រិមិត្តចូលទៅអានសេចក្តីថ្លែងការណ៍ពីភាគីកម្ពុជាដើម្បីឲ្យបានដឹងទាំងសងខាងខ្ញុំយកពីខាងភាគីថៃហ្នឹងដោយសារតែកម្ពុជានៅខាងកម្ពុជាគឺប្រហែលជាអ្នកមិនសូវចេះអង់គ្លេសនឹងច្រើនឬក៏ចេះដែរតែមិនសូវច្បាស់ឬក៏មិនមានឱកាសមើលណាអញ្ចឹងកុំភ្លេចមើលខាងភាគីខ្មែរផងបាទកម្ពុជាបានបដិសេធចំណុចអស់ហ្នឹងដែរបាទហើយចំណុចចុងក្រោយនេះគឺទី6នោះក៏ថាកម្ពុជាបានបង្ហាញពីគំរូនៃបរាជ័យក្នុងការគោរពកិច្ចព្រមព្រៀងគឺកម្ពុជាបង្កភាពតានតឹងនិងបង្កើតព័ត៌មានคล้ายៗខណៈដែលអនុសារណៈស្តីពីការយោគយល់គ្នាលេខ43មិនរឹងមាំគ្រប់គ្រាន់ដើម្បីដោះស្រាយចំពោះបញ្ហាទាំងអស់នេះទេបាទគាត់យករឿងហ្នឹងមកទៀតអញ្ចឹងដូច្នេះប្រិមិត្តពិចារណាដោយខ្លួនឯងតើការលើកឡើងរបស់គាត់ហ្នឹងយ៉ាងម៉េចសម្រាប់ខ្ញុំវាអត់មាន
សំរុំទេដោយដែលខាងកម្ពុជាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍បដិសេធរបស់ខ្លួនចឹងដែរសូមកុំភ្លេចទៅអានផងណាបាទនេះជាការវិវត្តទី2ណាទី2ហើយសំទោសទីការវិវត្តទី1នៅក្នុងរឿងទី3នៅក្នុងរឿងទី3អញ្ចឹងឥឡូវនេះគឺចូលដល់ការវិវត្តទី2នៅក្នុងសាច់រឿងនេះម្ដងខ្ញុំដកសង្កយកសារព័ត៌មានCambodia Nest មករូបភាពនេះប៉ុន្តែយោងទៅលើប្រភពនៃសារព័ត៌មានថៃដដែលទេណា The Nation ហើយនឹង Council The Nation បាទ The Nation របស់ថៃដែលបានរាយការណ៍ខ្ញុំសូមយកមកគ្រាន់តែដាក់រូបភាពខាងកម្ពុជាបន្តិចដើម្បីឲ្យបានឃើញរូបភាពទាហានរបស់កម្ពុជាហើយនឹងបាទទាហានថៃណាបាទអញ្ចឹងបើយោងតាមសេចក្តីរាយការណ៍របស់ខាងកាសែត The Nation របស់ថៃគឺមេបញ្ជាការកងម៉ារីនថៃម្នាក់បានចោទប្រកាន់កម្ពុជាពីបទញុះញង់ម្ដងហើយម្ដងទៀតតាមបណ្ដោយព្រំដែនខេត្តត្រាតដោយនិយាយថាការបាញ់កំភ្លើងដែលបានលើក្នុងរយៈពេល1សប្តាហ៍កន្លងមកនេះគឺជាការរំលោភលើបទជបាញ់កាលពីខែធ្នូនិងប្រមានថាកងទ័ពថៃនឹងឆ្លើយតបប្រសិនបើឧបទ្ទវនេះកើតឡើងម្ដងទៀតលោកអនុសេនីយ៍ឯកធម្មនុនវណ្ណាមេបញ្ជាការនៃក្រមការងារកងម៉ារីនត្រាតបានធ្វើការកត់សម្ព័ន្ធនេះក្នុងអំឡុងពេលត្រួតពិនិត្យទីតាំងនៅបានថាសេននៅថ្មដាណាថ្មដាខេត្តពោធិ៍សាត់និងបាននងរីដែលត្រូវបានគេស្គាល់ថាផ្ទះ3ឡើយផ្ទះ3ណាបានសម្លាងបាទគឺគាត់បានថាគាត់ចោទកម្ពុជាថាមានការផ្ទុះអាវុធជាការរំលោភលើបទជបាញ់បាទគាត់ចោទកម្ពុជាជានេះហើយទន្ទឹមនឹងនោះលោកធម្មនុននោះបានព្រមានអំពីការកើតឡើងថ្មីហ្នឹងហើយគាត់ថាលោកជឿថាការរំខានចុងក្រោយហ្នឹងគឺកាត់ឡើងបន្ទាប់ពីមានរបាយការណ៍អំពីការផ្លាស់ប្ដូរមេបញ្ជាការអង្គភាពកម្ពុជានៅតំបន់នោះអញ្ចឹងគាត់ថាកម្ពុជាផ្លាស់ប្ដូរមេបញ្ជាការអញ្ចឹងហើយបានជាមានការផ្ទុះលោកបាននិយាយថាអគារកាស៊ីណូថ្មដាដែលលោកបានពិពណ៌នាថាធ្លាប់បានរំលោភចូលទឹកដីថៃពីពេលមុនឥឡូវនេះស្ថិតក្រោមការគ្រប់គ្រងរបស់ថៃហើយនៅតែក្រោមការគ្រប់គ្រងរបស់ថៃដដែលលុះត្រាតែមានបញ្ជាការចេញបញ្ជាថ្មីដែលលោកបានបន្ថែមថាកងកម្លាំងថៃបានដាក់ទីតាំងនិងដាក់លូបន្លានៅជិតកន្លែងបានសម្លាងហ្នឹងឬក៏ផ្ទះ3ហ្នឹងដែលមានចម្ងាយប្រហែល900ម៉ែត្រពីកងទ័ពរបស់កម្ពុជាបាទហើយតាក់ទងជាមួយនឹងអនុសារណៈឆ្នាំ2000ឬក៏លេខ43នៅខាងភាគីថៃនិង JBC ហ្នឹងលោកមេបញ្ជាការបាននិយាយថាអនុសារណៈស្ដីពីការយោគយល់លេខ43ហ្នឹងនៅតែជាឧបករណ៍ធ្វើការសម្រាប់ការកំណត់ព្រំដែនចឹងបានន័យថាមកដល់មកនេះគាត់ថានៅតែជាឧបករណ៍ដដែលទេណាបាទហើយលោកមិនជំទាស់ទេប្រសិនបើត្រូវបានលុបចោលដល់រាប់ថាមានយន្តការណាមួយផ្សេងដាក់ឲ្យដំណើរការបាទហើយទៅលើតាក់ទងនឹងការទៀមទាលើតំបន់ថ្មដាវិញលោកធម្មនុនក៏បានចោទប្រកាន់ផងដែរថាតំបន់ថ្មដាគឺដែលធំទូលំទូលាយហ្នឹងគឺបាទធ្លាប់ជាកន្លែងមជ្ឈមណ្ឌលបោកប្រាស់បាទដែលរៀបចំដំណើរការដោយជនជាតិចិនហើយដោយបុគ្គលិកដែលយកមកហ្នឹងគឺឥឡូវនេះមានបុគ្គលិកថ្មីយកទៅដល់កន្លែងនោះហើយខាងថៃហ្នឹងគាត់អះអាងថាគឺជាបុគ្គលិកដែលទៅពីស្ថានទូតចិនដើម្បីទៅការពារទ្រព្យសម្បត្តិរបស់ពួកគេនៅទីនោះហើយលោកបាននិយាយថាតំបន់នេះស្ថិតនៅក្រៅការគ្រប់គ្រងរបស់ថៃនៅមានកន្លែងមជ្ឈមណ្ឌលមួយទៀតនៅក្រោមការគ្រប់គ្រងខាងពីគីចិនដែលទៅបញ្ជូនគាត់ចោទថាខាងទូតចិនបញ្ជូនទៅប៉ុន្តែថៃអត់គ្រប់គ្រងកន្លែងនោះបានទេហើយគាត់ថាចឹងក្រសួងការបរទេសគួរតែសម្របសម្រួលគ្នាជាមួយនឹងទីក្រុងប៉េកាំងប្រសិនបើការអះអាងបែបនេះបើមិនពិតនោះលោកក៏បាននិយាយផងដែរថាកងកម្លាំងថៃកំពុងតាមដានអ្វីដែលលោកពិពណ៌នាថាជាលេនដ្ឋានដែលមានកំពែងរឹងមាំរបស់កម្ពុជាដែលទើបសាងសង់ថ្មីដែលរត់ស្របទៅនឹងព្រំដែនថៃដែលលោកបានណែនាំថាឆ្លុះបញ្ចាំងអំពីការព្រួយបារម្ភអំពីការប៉ះទង្គិចគ្នាម្ដងទៀតបាទគាត់និយាយតែរឿងប៉ះទង្គិចគ្នាជារៀងរហូតម្ដងហើយចំណុចមួយទៀតនៅក្នុងរឿងទី3នេះដែរគឺកាលពីថ្ងៃទី26ណាម្សិលមិញនេះគឺខាងកងទ័ពជើងទឹកថៃហ្នឹងដែលដឹកនាំដោយឧត្តមនាវីឯកផាន់ណារុងយុទ្ធវង្សបាទលេខាធិការកងទ័ពជើងទឹករបស់ថៃហ្នឹងបាននាំអ្នកសារព័ត៌មានបាទទៅមើលតំបន់ព្រំដែនកម្ពុជាថៃក្នុងស្រុកខ្លងយ៉ៃខេត្តត្រាតនឹងដែរគាត់ថាដើម្បីតាមដានស្ថានភាពនៅបានហាត់លេខបាទហើយកងទ័ពជើងទឹកថៃហ្នឹងថាជំទាស់ជាមួយនឹងទំនប់ទឹកដែលកម្ពុជាបានធ្វើឡើងហ្នឹងគាត់ថាធ្វើឲ្យខាតដីរបស់ថៃបាទហើយ
គឺកម្ពុជាគាត់បានតវ៉ាឲ្យកម្ពុជាដកចេញក៏ប៉ុន្តែកម្ពុជានៅតែមិនបានកកាយនៅឡើយទេបាទដូច្នេះគឺសូម្បីតែខាងតបជើងទឹកម្នាក់ទៀតដែលនាំសារព័ត៌មានហ្នឹងគឺគាត់ក៏បាននិយាយថាក្នុងពេលកន្លងមកគឺនៅពេលដែលមានការប៉ះទង្គិចគ្នាហ្នឹងគឺតាមបណ្ដោយកន្លែងហ្នឹងគឺមិនទាន់មានទេក៏ប៉ុន្តែអង្គភាពរបស់លោកកំពុងតែតាមដានការគម្រាមកំហែងខាងសន្តិសុខព្រមទាំងសកម្មភាពនៃការជួញដូរអាវុធគ្រឿងញៀននិងអ្នកបោកប្រាស់ហ្នឹងបាទដែលនៅតាមបណ្ដោយនៅតាមតំបន់កោះកុងហ្នឹងបាទលោកបាននិយាយថាក្នុងពេលកន្លងមកភាពតានតឹងក៏ប៉ុន្តែនៅពេលចុងក្រោយនេះគឺមានភាពទូសារឡើងវិញខ្លះដែរបន្ទាប់ពីកូរ៉េខាងត្បូងនិងចិនបានបង្ក្រាបបណ្ដាញពាក់ព័ន្ធបាទប៉ុន្តែលោកថានៅមានការប្រុងប្រយ័ត្នជាការចាំបាច់បើសិនជាមានការរាំងស្ទះតាមផ្លូវគោកនិងផ្លូវទឹកណាមួយកើតឡើងបាទនេះគឺជាអ្វីដែលខាងភាគីថៃបានលើកឡើងអញ្ចឹងគឺការវិវត្តពី3ចំណុចដែលថៃបានលើកឡើងធ្វើសកម្មភាពជាបន្តបន្ទាប់ហើយចុងក្រោយនេះគឺខាងក្រសួងការបរទេសរបស់កម្ពុជាបាទក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរអញ្ចឹងខ្ញុំក៏បានចែករំលែកនៅតាមបណ្ដាញសង្គម Facebook របស់ខ្ញុំដែរអញ្ចឹងប្រិយមិត្តអាចទៅមើលនៅទីនោះបានដែរណាបាទអញ្ចឹងខ្ញុំមិនអានទាំងស្រុងទេបាទគឺឲ្យប្រិយមិត្តបានជាភាសាខ្មែរអក្សរខ្មែរសូមអញ្ជើញទៅអានផងបាទគឺខ្លឹមសារសំខាន់នៅក្នុងសេចក្តីថ្លែងការណ៍ហ្នឹងគឺក្រសួងការបរទេសកម្ពុជាបាទយល់ស្របនិងស្វាគមន៍ការទទួលស្គាល់របស់ថៃដែលបានថ្លែងកាលពីថ្ងៃទី19ខែមីនាថាឈលលើគោលការណ៍ច្បាប់អន្តរជាតិនិងការដោះស្រាយជម្លោះដោយសន្តិវិធីបាទកម្ពុជាបញ្ជាក់ពីការប្រើប្រាស់យន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរបាទនេះគឺជាជំហររបស់កម្ពុជាដែលបានបង្ហាញពីលក្ខណៈស៊ីសង្វាក់គ្នាតាំងពីដើមតរៀងមកបាទគឺកម្ពុជាមិនដែលឮសូរប្រើពាក្យណាដែលគម្រាមកំហែងដោយការប្រើប្រាស់អាវុធនោះទេបាទនេះជាព័ត៌មានទី3ណាបាទរីឯព័ត៌មានទី4វិញគឺជាការវិវត្តមួយចុងក្រោយនេះដែលទើបនឹងកើតមានឡើងបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ស្រាប់តែមានចេញព័ត៌មានខាងថាអង់គ្លេសដាក់ទណ្ឌកម្មលើក្រុមហ៊ុនឆោបោកតាមអនឡាញមួយនោះទៀតហើយបាទដែលថាមានមូលដ្ឋាននៅប្រទេសកម្ពុជាហើយនឹង website ដែលចាយបោកប្រាស់លុយ crypto ជាច្រើនបាទខាងភាគីកម្ពុជានៅមិនទាន់មានប្រតិកម្មយ៉ាងណាទេដូច្នេះខ្ញុំបានថតសេចក្តីរាយការណ៍នេះចឹងខ្ញុំសូមចាក់ជូនប្រិយមិត្តណាបាទរូបភាពខ្ញុំដាក់ក្នុងនេះគាត់តែជាដាក់រូបភាពកំដរទេមិនទៅស៊ីគ្នាជាមួយនឹងខ្លឹមសារសាច់រឿងមកព្រោះខ្ញុំគាត់ដាក់ឲ្យដើម្បីឲ្យបានប្រិយមិត្តបានស្ដាប់ប៉ុណ្ណឹងទេបាទអញ្ចឹងសូមស្ដាប់មើលហើយពិចារណានិងជូនជាយោបល់ឲ្យខ្ញុំបានដឹងផងបាទបើសិនជាអាចដឹងបាទកាលពីថ្ងៃប្រហ័សទី26ខែមីនាចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើប្រតិបត្តិការនៃអ្វីដែលខ្លួនបានពិពណ៌នាថាជាបរិវេណឆបោកដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជានិងទីផ្សារ crypto online ដែលត្រូវបានប្រើដើម្បីជួញដូរទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានគេលួចក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារប្រជាពលរដ្ឋនៅចក្រភពអង់គ្លេសពីការឆបោកតាមអ៊ីនធឺណិតដោយក្រុមជនពាលដែលមានការចាត់តាំងសកម្មភាពនេះបង្ហាញពីការប៉ុនប៉ងចុងក្រោយបង្អស់របស់ប្រទេសនេះក្នុងការរំខានដល់អ្វីដែលខ្លួនហៅថាបណ្ដាញមជ្ឈមណ្ឌលឆបោកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ជាកន្លែងដែលអ្នកធ្វើការត្រូវបានឃុំខ្លួននៅក្នុងបរិវេណដែលមានការយាមកាមនិងត្រូវបានបង្ខំឲ្យប្រព្រឹត្តការឆបោកតាមអ៊ីនធឺណិតក្រសួងការបរទេសចក្រភពអង់គ្លេសបាននិយាយថាមជ្ឈមណ្ឌលទាំងនោះបានកំណត់គោលដៅលើជនរងគ្រោះនៅទូទាំងពិភពលោកដោយប្រើប្រាស់ការវិនិយោគទុនคล้ายៗរហូតដល់ទំនាក់ទំនងស្នេហាคล้ายៗរដ្ឋាភិបាលបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Legend Innovation ជាប្រតិបត្តិការនៃបរិវេណនៅកម្ពុជាដែលទើបកំណត់អត្តសញ្ញាណថ្មីដែលគេស្គាល់ថាជា Park Number 8ដែលខ្លួនបាននិយាយថាជាគេហទំព័របោកប្រាស់ធំជាងគេរបស់ប្រទេសនេះអង់គ្លេសបាននិយាយថាទីនេះមានសមត្ថភាពផ្ទុកអ្នកធ្វើការដែលត្រូវបានជួញដូរចំនួន 20,000 នាក់អង់គ្លេសក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Senbi ដែលជាទីផ្សារ crypto ភាសាចិនដែលផ្ដល់ឧបករណ៍និងសេវាកម្មដែលប្រើប្រាស់ដោយបណ្ដាញក្លែងបន្លំរួមទាំងការលក់ទិន្នន័យផ្ទាល់ខ្លួននិងឧបករណ៍ទំនាក់ទំនងផ្កាយរណបដែលត្រូវបានលួច
ទាំងក្រុមហ៊ុន Legend Innovation ឬក្រុមហ៊ុន Senbei មិនអាចតាក់ទងសំការអត្ថាធិប្បាយភ្លាមៗបានទេនៅពេលដែលទីភ្នាក់ងារសារព័ត៌មាន Reuters តាក់ទងទណ្ឌកម្មទាំងនេះដែលកំណត់គោលដៅលើក្រុមហ៊ុនទាំងពីរបូករួមទាំងបុគ្គល3នាក់ក៏នឹងមានការបង្កអចលនទ្រព្យជាច្រើននៅក្នុងទីក្រុងឡុងដែលភ្ជាប់ទៅបណ្ដាញនេះផងដែររួមទាំងអគារ Penthouse តម្លៃ$12 លាននៅជិតតំបន់ Westminster រដ្ឋមន្ត្រីក្រសួងការបរទេសលោក Stephen Ducty បាននិយាយថាវិធានការទាំងនេះមានបំណងផ្ញើសារច្បាស់លាស់លោកមានប្រសាសន៍បន្តទៀតថាយើងនឹងមិនអនុញ្ញាតឲ្យប្រជាជនអង់គ្លេសខ្លាចជាជនរងគ្រោះនៃការបោកប្រាស់ដ៏គួរឲ្យភ័យខ្លាចទាំងនេះឬអត់ឱនចំពោះការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យភ័យខ្លាចដែលបានប្រព្រឹត្តនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ទាំងនេះទេទណ្ឌកម្មចុងក្រោយបំផុតនេះធ្វើឡើងបន្ទាប់ពីសកម្មភាពសម្របសម្រួលជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុនប្រឆាំងនឹងក្រុមហ៊ុន Prince Group របស់កម្ពុជាដែលលោករដ្ឋមន្ត្រីបាននិយាយថាពេលនោះបានជួយជំរុញឲ្យមានការវាយឆ្មក់ក្នុងតំបន់និងការបិទប្រតិបត្តិការបោកប្រាស់រាប់រយទីតាំងសូមអរគុណបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំដែលខ្ញុំខិតខំចងក្រងមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នានេះបាទអញ្ចឹងសម្រាប់អ្នកដែលចូលមកស្ដាប់ព័ត៌មានសូមចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលាបាទ